សូនសុតnet zero មានន័យថាម៉េចសូនសុតនៅក្នុងន័យនេះគឺយើងចង់សំដៅទៅលើចំណុចមួយដែលបរិមាណឧស្ម័នផ្ទះកញ្ចក់ដែលបានបញ្ចេញទៅក្នុងបរិយាកាសមានតុល្យភាពជាមួយនឹងបរិមាណឧស្ម័នផ្ទះកញ្ចក់ដែលបានស្រូបឬក៏ដកចេញឧទាហរណ៍ថាបើសិនជាយើងបញ្ចេញ100តោនយើងត្រូវធ្វើម៉េចការពារការបញ្ចេញឬមួយក៏ដកចេញ100តោនដែរឥឡូវហ្នឹងយើងដល់ចំណុចសូនសុតនឹងនៅទេហើយអ្នកវិទ្យាសាស្ត្រអាកាសធាតុគឺបានប្រាប់ថាបើសិនជាយើងចង់រក្សាបាននៅសីតុណ្ហភាពពិភពលោកជាមធ្យមត្រឹម 1.5 អង្សាសេដោយដែលបានព្រមព្រៀងនៅក្នុងកិច្ចព្រមព្រៀងប៉ារីសហ្នឹងគឺយើងត្រូវសម្រេចឲ្យបានចំណុចសូនសុតហ្នឹងនៅត្រឹមឆ្នាំ2050ដើម្បីឈានដល់ចំណុចសូនសុតនឹងបានគឺប្រទេសមួយត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបានទាបបំផុតតាមដែលអាចធ្វើបានឲ្យខិតជិត0ទន្ទឹមនឹងហ្នឹងគឺការដកចេញឬក៏ទូទាត់ removal ឬក៏ offset ឧស្ម័នណាដែលយើងអាចកាត់បន្ថយបានទាំងស្រុងឧទាហរណ៍ដូចជាឧស្ម័នមកពីវិស័យកសិកម្មឬក៏ឧស្សាហកម្មចាំបាច់ផ្សេងយើងត្រូវទូទាត់វាដោយការដាំដើមឈើឡើងវិញការអនុវត្តកសិកម្មស្ដារឡើងវិញការអភិរក្សធនធានសមុទ្រការគ្រប់គ្រងសំណល់ឲ្យបានត្រឹមត្រូវឬក៏ការប្រើបច្ចេកវិទ្យាចាប់យកកាបូនពីខ្យល់ដោយផ្ទាល់ដើម្បីសម្រេចបានគោលដៅហ្នឹងគឺប្រទេសមួយត្រូវមានផែនការជាតិផ្សេងយើងបានដឹងពីផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុដែលហៅកាត់ថា NDC ហើយនៅវគ្គមុនបើអត់ទាន់បានមើលទៅមើលបានហើយខ្មែរយើងក៏មានយុទ្ធសាស្ត្រអភិវឌ្ឍរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនមុនឆ្នាំ2050ដែរតោះសំណួរយករង្វាន់ទៀតហើយតើវិស័យណានៅក្នុងប្រទេសកម្ពុជាដែលមានឥទ្ធិពលខ្លាំងជាងគេក្នុងការនាំយើងទៅកាន់អព្យាក្រឹតកាបូន